ទុកលុយនៅធនាគារឬទិញដីមានភ្ញៀវម្នាក់ដែលគាត់សួរខ្ញុំថាតើរវាងទុកលុយនៅធនាគារហើយនឹងទិញដីមួយណាចំណេញជាងបាទអញ្ចឹងដើម្បីឲ្យដឹងថាមួយណាចំណេញជាងយើងក្លែកទៅមើលទាំងអស់គ្នាចំពោះខ្ញុំការទុកលុយធនាគារហើយនឹងទិញដីមានលក្ខណៈសម្បត្តិផ្សេងគ្នាបាទនៅក្នុងពេលបច្ចុប្បន្ននេះបើយើងក្លែកមើលទៅទុកលុយនៅធនាគារងាយស្រួលដកហើយអត្រាការប្រាក់ប្រហែលជា 4-5% ក្នុងមួយឆ្នាំដោយឡែកខ្ញុំអាចប្រៀបធៀបពីការទិញដីអាចត្រូវការរយៈពេលវែងមិនងាយស្រួលនៅក្នុងការលក់ដើម្បីប្រមូលលុយមកវិញទេបាទក៏ប៉ុន្តែលក្ខណៈសម្បត្តិរបស់ដីនៅក្នុងពេលបច្ចុប្បន្ននេះយើងអាចរកទិញក្រោមតម្លៃទីផ្សារប្រហែលជា 30-40% បាទខ្ញុំឧទាហរណ៍ថាទិញក្រោមតម្លៃទីផ្សារ 30% អញ្ចឹងបើសិនជាយើងគិតថាអត្រាការប្រាក់មួយឆ្នាំ 5% 30% គឺស្មើនឹង6ឆ្នាំហើយ6ឆ្នាំទៀតដីក៏នឹងឡើងថ្លៃដែរបាទហើយប្រសិនបើយើងជ្រើសរើសទីតាំងបានត្រឹមត្រូវល្អដីអាចចំណេញក្នុងមួយឆ្នាំ 10 ទៅ 30% បន្ថែមទៀតអញ្ចឹងក្នុងរយៈពេល6ឆ្នាំវានឹងកើនឡើងបានច្រើននេះគឺដីចុះដើម្បីឲ្យទិញដីបានត្រឹមត្រូវយើងមើលទៅលើកត្តាអ្វីខ្លះការជ្រើសរើសទីតាំងដែលត្រឹមត្រូវគឺទីតាំងនោះកំពុងតែមានសក្តានុពលនៅក្នុងការអភិវឌ្ឍគម្រោងផ្សេងបាទខ្ញុំឧទាហរណ៍ថាគម្រោងពលានយន្តហោះគម្រោងផ្លូវកវ៉ាត់ក្រុងគម្រោងស្ពានគម្រោងផ្សារបាទនិងគម្រោងអភិវឌ្ឍផ្សេងទៀតដែលធំហើយចំណុចទី2គឺការជ្រើសរើសទីតាំងហ្នឹងគឺត្រូវតែមានផ្លូវរងឬក៏ផ្លូវធំហើយចំណុចទី3គឺកំណើនប្រជាជនកាន់តែកើនច្រើនទៅឬក៏កំពុងតែមានកំណើនដូច្នេះនៅថ្ងៃអនាគតដីនេះនឹងឡើងថ្លៃបាទហើយបើបងប្អូនចង់ដឹងថាតើនៅក្នុងរាជធានីភ្នំពេញតំបន់ណាដែលកំពុងតែមានសក្តានុពលនៅក្នុងការអភិវឌ្ឍក៏ដូចជានៅក្នុងការវិនិយោគសូមចុច follow page របស់ខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយៗទៀតអរគុណ